ហេតុអីបានគាត់មិនចូលរួមសកម្មភាពផ្សេងជាមួយនឹងសិស្សានុសិស្សដទៃទៀតហេតុអីបានជាគាត់ពេលដែលចេញលេងឬក៏ពេលរៀនអីគាត់អត់ទំនាក់ទំនងជាមួយមិត្តភ័ក្តិនៅពេលគាត់អត់បាននិយាយរឿងរ៉ាវលម្អិតឲ្យយើងស្ដាប់ទេតែយើងនៅតែជជែកសួរគាត់នេះជាកំហុសឆ្គងរយៈពេលដែលយើងបានធ្វើជាគ្រូបង្រៀនរយៈពេល30ឆ្នាំ33ឆ្នាំប៉ុន្តែយើងឡើងមកគ្រប់គ្រងជានាយិកាទៅតែបាន7ឆ្នាំទេបញ្ហាផ្លូវចិត្តដែលនាងខ្ញុំបានសង្កេតឃើញទី1អំពើហិង្សានៅក្នុងគ្រួសារទី2អំពីជីវភាពហើយចំណុចទី3គឺពាក់ព័ន្ធទៅនឹងការរំលោភបំពានគឺរំលោភបំពានទៅលើរាងកាយចាកាលពីខែកញ្ញាចាខ្ញុំបានទទួលការបដិបដាលវគ្គសង្គ្រោះបឋមមេរៀនហ្នឹងគឺខ្លឹមសារទី1គឺយើងត្រូវស្ដាប់គាត់ឲ្យបានច្រើនចាស្ដាប់អំពីបញ្ហារបស់គាត់ដែលគាត់បានរាយរាប់មកប្រាប់យើងហើយទី2យើងមើលចាយើងមើលយើងប្រើភ្នែកមើលថាតើគាត់មានបញ្ហាអីខ្លះចាទៅលើរាងកាយរបស់គាត់ហើយទី3គឺទំនាក់ទំនងចាទំនាក់ទំនងជាមួយគាត់ឲ្យគាត់មានទំនុកចិត្តមកលើយើងចាការលើកទឹកចិត្តគឺសំខាន់ចាកាលណាតែមានអ្នកលើកទឹកចិត្តគឺធ្វើឲ្យគាត់នឹងរំសាយនៃការទុកព្រួយរបស់គាត់ហើយគាត់ខិតខំប្រឹងរៀនសូត្រគឺដើម្បីអនាគតពួកគាត់ឲ្យបានភ្លឺស្វាងជាងមុន